អនុញ្ញាតគ្រប់ជាសួរបងប្អូនទាំងអស់គ្នាបាទជាងថ្ងៃនេះជួបខ្ញុំសាជាថ្មីបាទ Mr. Song បាទខ្ញុំជាប្រធានផ្នែកប្រឹក្សាយោបល់ជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Alpha Computer ដោយតាមការសន្យាការពីវីដេអូលើកទី1ថ្ងៃនេះខ្ញុំនឹងចែកម្លែកនៅវីដេអូមេរៀនទី2ដែលចែកម្លែកទាក់ទងទៅនឹងការវិនិយោគនៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិធ្វើឲ្យទៅតាមច្បាប់បទបញ្ញត្តិត្រឹមត្រូវបាទអញ្ចឹងសម្រាប់វីដេអូទី2នេះខ្ញុំនឹងចូលខ្លួនមកចែកម្លែកនៅរ៉ូម៉ាំងទី3ហើយនិងរ៉ូម៉ាំងទី4បាទចំពោះរ៉ូម៉ាំងទី5ដែលនិយាយអំពីមូលដ្ឋានគ្រឹះនៃការវិភាគព័ត៌មានសេដ្ឋកិច្ចក៏ដូចជាបច្ចេកទេសនៃការជួញដូរហើយរ៉ូម៉ាំងទី6ទាក់ទងទៅនឹងយុទ្ធសាស្ត្រនៃការជួញដូរខ្ញុំនឹងចេញវីដេអូនៅវីដេអូលើកទី3បាទអូខេអញ្ចឹងយើងចូលទៅដល់រ៉ូម៉ាំងទី3សម្រាប់ថ្ងៃនេះតើការជួញវិនិយោគនៅឧបករណ៍ហិរញ្ញវត្ថុទាំងអស់នេះមានអត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះបងប្អូនបាទនេះជា6ចំណុចដែលខ្ញុំនឹងចែកម្លែកអត្ថប្រយោជន៍នៃការវិនិយោគនៅក្នុងការជួញដូរឧបករណ៍ហិរញ្ញវត្ថុបាទជាមួយនឹងក្រុមហ៊ុនដែលមានការអនុញ្ញាតមានអាជ្ញាប័ណ្ណត្រឹមត្រូវពីខាងអាជ្ញាកងមូលបកម្មជាបាទអញ្ចឹងទី1បាទអញ្ចឹងចំពោះអត្ថប្រយោជន៍គឺមានន័យថាយើងអាចធ្វើការជួញដូរដើម្បីរកបានផលចំណេញបាទគ្រប់ពេលវេលាគ្រប់ទីកន្លែងបាទតាមរយៈទូរស័ព្ទដៃរបស់បងប្អូនដោយផ្ទាល់តែម្ដងបាទទី2បាទអញ្ចឹងតកតងទៅនឹងតម្លៃផលិតផលហិរញ្ញវត្ថុអន្តរជាតិទាំងអស់នោះគឺពិតជាមានតម្លាភាពបំផុតបាទដោយសារយើងប្រើប្រាស់នៅវេទិកាជួញដូរឬក៏ platform គឺ MT5 ដែលជា platform ត្រូវបានគេប្រើប្រាស់សម្រាប់ការជួញដូរឧបករណ៍ហិរញ្ញវត្ថុទូទាំងពិភពលោកបាទទី3បាទមានន័យថាបងប្អូនបាទងាយស្រួលក្នុងការដកដាក់សាច់ប្រាក់បាទដោយយើងអាចធ្វើដោយខ្លួនឯងបាទអញ្ចឹងជាមួយ Alpha Computer របស់យើងខ្ញុំបាទអញ្ចឹងបងប្អូនធ្វើការបញ្ជាឬក៏ស្នើសុំដកសាច់ប្រាក់រៀងរាល់ថ្ងៃធ្វើការដោយងាយស្រួលដោយខ្លួនឯងបាទទី4បាទមានន័យថាអត្ថប្រយោជន៍ដែលយើងទទួលបានគឺបងប្អូនប្រើប្រាស់ដើមទុនតិចបាទដោយសារយើងការជួញដូរនៅក្នុងវិស័យជួញដូរឧបករណ៍នេសាទយើងហៅថាមានមេគុណឬក៏ leverage បាទដែលជាទូទៅច្បាប់របស់អាជ្ញាកងមូលបកម្មជាអនុញ្ញាតឲ្យធ្វើការជួញដូរនៅមេគុណ1/100ឬក៏ leverage 1/100បាទទី5បាទអត្ថប្រយោជន៍ដែលយើងនឹងទទួលបានគឺតកតងទៅនឹងធានាសុវត្ថិភាពដើមទុនរបស់អតិថិជន 100% តែម្ដងព្រោះសាច់ប្រាក់របស់អតិថិជនឬក៏បងប្អូនត្រូវបានរក្សាទុកដោយភាគីទី3ដែលជាអ្នករក្សាសាច់ប្រាក់របស់អតិថិជនបាទដោយក្រុមហ៊ុនមានសិទ្ធិប៉ះពាល់ដោយវីដេអូទី1ដែលខ្ញុំបានបញ្ជាក់ខាងលើអញ្ចឹងបាទឬក៏យើងហៅកាត់ថាភាសាអង់គ្លេស Cash Settlement Agent ឬក៏ CSA បាទទី6បាទលោកអ្នកនៅពេលដែលបើកកណែនៃជួញដូរនៅក្នុងវិស័យជួញដូរឧបករណ៍ហិរញ្ញវត្ថុបាទអញ្ចឹងលោកអ្នកនឹងទទួលបាននៅចំណេះដឹងឬក៏បទពិសោធន៍នៃការជួញដូរជាមួយទីផ្សារអន្តរជាតិផ្ទាល់តែម្ដងបាទក្រៅពីអត្ថប្រយោជន៍ឬក៏យើងក៏ចែកម្លែកបាទតកតងទៅនឹងហានិភ័យឬក៏របៀបនៃការគ្រប់គ្រងហានិភ័យដើម្បីឲ្យប្រសិទ្ធភាពនៃការជួញដូររបស់បងប្អូនទទួលបានហៅថាការធម្មតាអញ្ចឹងគ្រប់ business គ្រប់ទាំងអស់ភាគច្រើនបាទអញ្ចឹងយើងដឹងថាតែងតែមានហានិភ័យនៅក្នុងនឹងដែរបាទអញ្ចឹងខ្ញុំមិនលាក់បាំងទេតកតងទៅនឹងការជួញដូរនៅក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិក៏មានហានិភ័យដូចគ្នាបាទអញ្ចឹងប៉ុន្តែហើយយើងត្រូវគួរជៀសវាងនៅហានិភ័យទាំងអស់នោះដោយរបៀបម៉េចបងបាទអូខេអញ្ចឹងទី1បាទអញ្ចឹងដោយសារការជួញដូរមានគេហៅថា leverage ឬក៏មេគុណនឹងឯងដូច្នេះវិនិយោគិនឬក៏បងប្អូនត្រូវមានធានាការគ្រប់គ្រងហានិភ័យបានត្រឹមត្រូវក្នុងអំឡុងពេលនៃការជួញដូរឬក៏ផែនការនៃការចូលទីផ្សារឲ្យបានត្រឹមត្រូវបាទហើយទី2បាទការគ្រប់គ្រងហានិភ័យគឺយើងអាចធ្វើតាមច្រើនរបៀបមានដូចជាបាទអញ្ចឹងទី1គេហៅថាការកំណត់ការខាត់បងនៅតម្លៃណាមួយនៅពេលដែលយើងចូលទីផ្សារម្ដងដែលភាសាបច្ចេកទេសនៅក្នុងវិស័យនេះគេហៅថា stop loss បាទទី2បាទអញ្ចឹងយើងកំណត់ការទំហំឬក៏ margin ចូលទីផ្សារឲ្យសមស្របទៅតាមដើមទុនរបស់បងប្អូនបាទធម្មតាយើងដើមទុនតិចគឺយើងត្រូវចូលតិចដើមទុនច្រើនយើងចូលច្រើនបាទទី3បាទបងប្អូនត្រូវជ្រើសរើសផលិតផលនៃផលិតផលក្នុងការជួញដូរហើយត្រូវវិភាគទីផ្សារបានច្បាស់លាស់ជាដើមមុននឹងចូលទីផ្សារមានន័យថាផលិតផលដែលយើងគួរចូលទីផ្សារធម្មតាកម្រិតនៃហានិភ័យក៏ខុសគ្នាដែរបាទនេះជាផលិតផលសំខាន់ដែលក្រុមហ៊ុន Alpha Computer របស់យើងខ្ញុំដាក់អតិថិជនធ្វើការជួញដូរបាទអញ្ចឹង
ទី1គឺគូរូបិយប័ណ្ណអន្តរជាតិសំខាន់ៗបាទដែលវីដេអូទី1ខ្ញុំបានចែកម្លែករួចហើយបាទហើយគ្រាន់តែវីដេអូនេះគឺលម្អិតបន្ថែមបាទតាក់ទងទៅនឹងផលិតផលជាពិសេសគឺគូរូបិយប័ណ្ណបាទអញ្ចឹងយើងមានគូរូបិយប័ណ្ណយូរ៉ូធៀបជាមួយដុល្លារលុយផោនចាក់ខ្ពស់អង់គ្លេសជាមួយលុយដុល្លារលុយយេនជប៉ុនឬក៏លុយដុល្លារអូស្ត្រាលីធៀបជាមួយដុល្លារអាមេរិកជាដើមបាទនេះជាគូរូបិយប័ណ្ណអន្តរជាតិសំខាន់ដែលក្រុមហ៊ុន Alpha របស់យើងខ្ញុំដាក់ឲ្យអតិថិជនធ្វើការជួញដូរជាមួយនឹងហើយផលិតផលទី2ដែលខាងក្រុមហ៊ុន Alpha របស់យើងខ្ញុំមានគឺមាសបាទអញ្ចឹងសម្រាប់រង្វាស់មាសនៅក្នុងទីផ្សារអន្តរជាតិបាទខុសពីនៅកម្ពុជារបស់យើងដែលជាទូទៅយើងខ្នាតមាសយើងគិតជាតម្លឹងជីឬក៏ហ៊ុនអីជាដើមបាទនៅក្នុងទីផ្សារអន្តរជាតិគឺគិតជាបាទត្រុយអោនឬក៏យើងហៅភាសាសាមញ្ញថាអោនបាទដោយក្នុង1ត្រុយអោនឬក៏1អោនគឺស្មើនឹង 8G 3ហ៊ុនបងប្អូនឬក៏ 0.83 តម្លឹងបាទហើយចំពោះមាសបាទយើងជួញដូរនៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិនិមិត្តសញ្ញារបស់មាសបាទអញ្ចឹងគឺ XAU បាទ XAU គឺតម្លៃទៅលើមាសបាទហើយ XAU USD បាទតម្លៃទៅលើមាសបាទតម្លៃគិតជាដុល្លារអាមេរិកបាទហើយតាក់ទងទៅនឹងបាទអញ្ចឹងខ្ញុំចែកម្លែកចំណុចទូចមួយដែលយើងទូទៅយើងធ្លាប់ឮនិយាយថាមាស1គីឡូមាស1គីឡូមាសហ្នឹងគឺស្មើទំហំប្រមាណបាទប្រមាណតឡឹងបានជីបងប្អូនបាទអញ្ចឹងគឺ1គីឡូមាសគឺស្មើ26តឡឹង 6G 7ហ៊ុនបាទអូខេចូលទៅដល់ផលិតផលទី3ដែលក្រុមហ៊ុន Alpha របស់យើងខ្ញុំមានដែរគឺតាក់ទងទៅនឹងសន្ទុះភាគហ៊ុនអន្តរជាតិបាទអញ្ចឹងសន្ទុះភាគហ៊ុនអន្តរជាតិគឺយើងមានសន្ទុះហ៊ុនបាទសំខាន់ចំនួន4បាទដែលទី1គឺសន្ទុះភាគហ៊ុនបាទអញ្ចឹងអ្វីជាសន្ទុះភាគហ៊ុនបាទនិយមន័យម៉េចបាទអញ្ចឹងបងប្អូនសម្រាប់ព័ត៌មានលម្អិតអាចតាក់ទងមកកាន់ខ្ញុំបាទឬក៏សហការីរបស់ខ្ញុំបាទបាទអញ្ចឹងខ្ញុំរីករាយក្នុងការចែកម្លែកនៅចំណេះដឹងហិរញ្ញវត្ថុទាំងអស់នេះទៅកាន់បងប្អូនបាទអញ្ចឹងទី1គឺសន្ទុះភាគហ៊ុនដែលក្រុមហ៊ុន Alpha របស់យើងខ្ញុំមានគឺសន្ទុះភាគហ៊ុន Hang Seng ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបាទអញ្ចឹងជាសមាជិកចុះបញ្ជីនៅ Hang Seng គឺមាន82ក្រុមហ៊ុនបាទក្រុមហ៊ុនល្បីៗបាទមាននៅក្នុងស្លាយមេរៀនបាទដូចជាក្រុមហ៊ុន AIA ក្រុមហ៊ុន Alibaba ជាដើមបាទហើយទី2គឺសន្ទុះភាគហ៊ុន Dow Jones ដែលមានមូលដ្ឋាននៅទីក្រុង New York បាទអញ្ចឹងក្រុមហ៊ុនចុះបញ្ជីធំជាសមាជិករបស់ Dow Jones គឺមាន30ក្រុមហ៊ុនធំបាទដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Coca-Cola Microsoft ក្រុមហ៊ុន Chevron ឬក៏ក្រុមហ៊ុន Intel ជាដើមបាទហើយសន្ទុះភាគហ៊ុនដ៏សំខាន់មួយទៀតនៅទីក្រុង New York ដូចគ្នាគឺ Standard & Poor's ឬក៏យើងហៅថា S&P 500បាទជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង New York ដូចគ្នាបាទអញ្ចឹងមានក្រុមហ៊ុនចុះបញ្ជីជាសមាជិកគឺ500បាទអញ្ចឹង500ក្រុមហ៊ុនធំបាទអញ្ចឹងជាទូទៅបាទអញ្ចឹងយើងស្គាល់ថាក្រុមហ៊ុនធំរបស់អាមេរិកអញ្ចឹងមានច្រើនបាទអញ្ចឹង Apple ក៏ជាសមាជិករបស់ S&P 500ដូចគ្នាបាទក្រុមហ៊ុន Amazon, Bank of America, Citibank ឬក៏បាទក្រុមហ៊ុន Colgate Palmolive ជាដើមបាទហើយទី4គឺសន្ទុះភាគហ៊ុនមានមូលដ្ឋាននៅទីក្រុង New York ដូចគ្នាបាទអញ្ចឹងគឺ Nasdaq បាទអញ្ចឹងក្រុមហ៊ុនចុះបញ្ជីធំចំនួន100បាទមានក្រុមហ៊ុន Google, Microsoft, Starbucks អីជាដើមបាទអញ្ចឹងចង់ជម្រាបបងប្អូនថាដោយសារនៅទីក្រុង New York ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោកអញ្ចឹងហើយបាទអញ្ចឹងការជួញដូរភាគហ៊ុនបាទអញ្ចឹងឬក៏អាមេរិកសម្បូរក្រុមហ៊ុនយក្សច្រើនបាទអញ្ចឹងឃើញថាសន្ទុះភាគហ៊ុនសំខាន់ៗនៅទីក្រុង New York មានរហូតដល់ទៅ3បាទអូខេអញ្ចឹងចូលទៅដល់រមាំងទី4បាទរមាំងទី4បាទខ្ញុំនឹងចែកម្លែកសម្រាប់វីដេអូនេះគឺតាក់ទងនឹងរបៀបនៃការប្រើប្រាស់បាទអញ្ចឹងសួរថាតើការជួញដូរនៅឧបករណ៍ហិរញ្ញវត្ថុមានទាំងរូបិយប័ណ្ណបរទេសជួញដូរមាសនិងជួញដូរភាគហ៊ុនហ្នឹងបាទអញ្ចឹងគេជួញដូរដោយរបៀបម៉េចបាទអញ្ចឹងជាក់ស្ដែងទៅគេមាន platform បងប្អូនបាទអញ្ចឹងយើងមាន platform បាទសម្រាប់ឲ្យយើង download ដើម្បីធ្វើការជួញដូរហើយ platform នឹងទៀតសោតបាទត្រូវបានទទួលស្គាល់ជាលក្ខណៈសកលបាទអញ្ចឹងសម្រាប់ក្រុមហ៊ុន Alpha បាទអញ្ចឹងយើងបានប្រើប្រាស់កម្មវិធី platform MT5 បាទដែលជា platform អន្តរជាតិបាទហើយមានការអនុញ្ញាតពីខាងនាយកកម្មវិធីកម្ពុជាដូចគ្នាបាទហើយនឹងតួអង្គដែលពាក់ព័ន្ធនៅក្នុងការជួញដូរនៅក្នុងវិស័យនេះបាទតាក់ទងទៅនឹង MetaTrader 5 ឬក៏ MT5 គឺជា platform បាទសម្រាប់ប្រើប្រាស់បាទជួញដូរឧបករណ៍ហិរញ្ញវត្ថុនានាបាទមានទាំង stock index currency gold ឬក៏ bond ឬក៏យើងហៅថាបានបំណុលជាដើមបាទអញ្ចឹងបង្កើតឡើងតាំងពីឆ្នាំ2005បាទហើយសម្រាប់ platform នេះបាទអញ្ចឹង
អាចដំណើរការជាមួយនឹង smartphone បាទទាំង Android ទាំង iOS ឬក៏ computer របស់បងប្អូនក៏អាច download មកប្រើប្រាស់បានដូចគ្នាបាទនេះជាបាទឆាតដែលយើងបាទចូលធ្វើការជួញដូរបាទចូលធ្វើការជួញដូរជាមួយនឹងបាទអ្វីបាទចូលទិញមិនលក់មិនបាទអញ្ចឹងនេះសាមញ្ញងាយបងប្អូនណាបាទយើងធ្វើការចូលទិញបាទនៅពេលដែលយើងមានគណនីហើយបាទអញ្ចឹងតាក់ទងរបៀបនៃការទិញលក់អញ្ចឹងក្រុមការងារឬក៏សហការីរបស់ក្រុមហ៊ុន Alpha នឹងបង្រៀនបងប្អូនបាទអញ្ចឹងយើងធ្វើការចូលទិញឬក៏ new order ឬក៏ trade ដែលអាស្រ័យទៅលើបងប្អូនប្រើប្រាស់ទូរស័ព្ទ Android ឬក៏ទូរស័ព្ទ iOS បាទ iPhone បាទអញ្ចឹងនៅពេលបន្ទាប់ពីយើងចូលទិញបាទទីផ្សារឡើងបាទអញ្ចឹងយើងទទួលបានផលចំណេញឬក៏ profit បាទអញ្ចឹង profit បងប្អូនអាចធ្វើការចាក់ចេញពីទីផ្សារឬក៏ close បាទឬក៏យើងហៅសាមញ្ញហៅកាត់ក៏បានដែរបាទគេដោយសារ spot market បាទទីផ្សារ spot market ជាទីផ្សារមកពីរមានថាយើងអាចបើកគណនីជាលុយដុល្លារបងប្អូនអាចធ្វើការបញ្ជាលក់តំណែងបាទទៅលើប្រភេទមុខតំណែងទាំងអស់នោះបានបាទចូលធ្វើការលក់បាទបន្ទាប់ពី sell បាទយើង sell ហើយបាទអញ្ចឹងនៅពេលដែលទីផ្សារចុះក្រោមបាទបងប្អូនទទួលបានផលចំណេញដូចគ្នាបាទនេះជាគុណសម្បត្តិមួយទៀតដែរដែលមានន័យថាយើងអាចទាញឱកាសនៃការធ្លាក់ចុះឬក៏ឡើងថ្លៃបាទនេះប្រភេទតំណែងឬក៏ឧបករណ៍ហិរញ្ញវត្ថុទាំងអស់នោះបាទអាស្រ័យទៅលើបាទអញ្ចឹងយើងតាមដានវិភាគទៅលើព័ត៌មានបាទឬក៏ព្រឹត្តិការណ៍ហ្នឹងជាក់ស្ដែងបាទអូខេហើយចូលទៅដល់ចំណុចនេះខ្ញុំចែករំលែកបន្ថែមបន្តិចដោយសារជាក់ស្ដែងក្រុមហ៊ុន Alpha Co Future របស់យើងខ្ញុំជាក្រុមហ៊ុនដែលគោរពទៅតាមបទបញ្ញត្តិរបស់និយ័តកមូលបកម្មជា 100% បាទអញ្ចឹងសួរថានិយ័តកមូលបកម្មជាអ្វីបាទអញ្ចឹងទួនាទីរបស់គាត់ឯគេខ្លះបាទអញ្ចឹងសម្រាប់និយ័តកមូលបកម្មជាគាត់ជាស្ថាប័នជាអង្គភាពរបស់រដ្ឋាភិបាលដែលមានមុខងារបាទច្រើនបាទអញ្ចឹងគ្រប់គ្រងវិស័យមូលបត្រនៅកម្ពុជាដែលក្រុមហ៊ុននីមួយៗមុនទទួលធ្វើអាជីវកម្មត្រូវគោរពទៅតាមបទបញ្ញត្តិឬក៏នីតិវិធីដែលនិយ័តកមូលបកម្មជាបានដាក់ចេញមកអញ្ចឹងដោយឡែកសម្រាប់ Alpha យើងខ្ញុំគឺយើងជាក្រុមហ៊ុនដែលគោរពបាទ 100% ទៅតាមបាទអ្វីដែលជាបទបញ្ញត្តិឬក៏នីតិវិធីរបស់និយ័តកមូលបកម្មជាដាក់ចេញមកបាទអូខេអញ្ចឹងជាចុងក្រោយបាទអញ្ចឹងនេះគឺតកតងទៅនឹងតួអង្គដែលពាក់ព័ន្ធបាទតួអង្គដែលពាក់ព័ន្ធដែលបងប្អូននៅពេលដែលចូលជួញដូរជាមួយនឹងបើកគណនីជួញដូរបាទអញ្ចឹងសួរថាយើងជួញដូរមិនទៅបាទជួញដូរមិនបាទទិញលក់មិនចំណេញមិនខាតមិនបាទហើយខាតទៅណាបើចំណេញបានមកពីណាបាទសាច់ប្រាក់របស់បងប្អូនតម្កល់នៅទីណាបាទអញ្ចឹងជា slide បាទអញ្ចឹងមួយដែលយើងត្រូវស្វែងយល់បាទអញ្ចឹងស្វែងយល់បាទអញ្ចឹងក្នុងចំណោមចំណុចប្រមាណតួអង្គទាំងអស់នេះគឺខ្ញុំយើងចាប់ស្វែងយល់ពីបាទបរិសុទ្ធទាំង3នេះបាទគាត់ជា investor ឬក៏ជា client បាទអញ្ចឹងមានន័យថាគាត់ចង់មានបំណងចង់បើកគណនីជួញដូរឬក៏វិនិយោគនៅឧបករណ៍ហិរញ្ញវត្ថុអន្តរជាតិបាទអញ្ចឹងពួកគាត់ត្រូវទៅណាបាទគាត់ត្រូវធ្វើម៉េចបាទអញ្ចឹងជាក់ស្ដែងគឺគាត់ត្រូវអញ្ជើញបាទគាត់ត្រូវទៅអញ្ជើញទៅក្រុមហ៊ុនបាទដែលទទួលបានហៅថាទៅបើកគណនីជួញដូរនៅបាទក្រុមហ៊ុនឈ្មួញកដាបាទក្រុមហ៊ុនឈ្មួញជាងសាឧបករណ៍និស្សិតឬក៏យើងហៅថា derivative broker ឬក៏ DB បាទដែលទទួលបានការអនុញ្ញាតពីនិយ័តកមូលបត្រកម្ពុជាបាទអញ្ចឹងដោយឡែក Alpha យើងខ្ញុំបាទអញ្ចឹងជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តកមូលបត្រកម្ពុជាតាំងពីឆ្នាំ2017បាទជាអញ្ចឹងយើងមានទីតាំងនៅអគារ Morgan បាទជាន់ទី9បាទអញ្ចឹងបងប្អូនត្រូវមកបើកគណនីបាទបើកគណនីបាទជាមួយនឹងក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវបាទអញ្ចឹងបើកគណនីគឺបងប្អូនត្រូវបាទអញ្ចឹងត្រូវមានព័ត៌មានបាទជាក់លាក់ហើយសម្រាប់ព័ត៌មានលម្អិតអញ្ចឹងសហការីយើងខ្ញុំនឹងបាទបញ្យល់បងប្អូនបាទបើកគណនីជួញដូរបាទបន្ទាប់ពីបងប្អូនបើកគណនីរួចរាល់ហើយបាទអញ្ចឹងសាច់ប្រាក់របស់បងប្អូនបាទត្រូវផ្ទេរបាទมันអាចដាក់មកតម្កល់នៅក្រុមហ៊ុនបានទេឬក៏អាចយកសាច់ប្រាក់មកផ្ទាល់នៅក្រុមហ៊ុនបានទេបាទអញ្ចឹងសាច់ប្រាក់របស់បងប្អូនត្រូវទៅដាក់នៅភាគីទី3បាទឬក៏គេហៅថាជាអ្នកងារទូទាត់សាច់ប្រាក់ cash settlement agent បាទដែល Alpha Co Future របស់យើងខ្ញុំបាទបានសហការជាមួយធនាគារ3គឺធនាគារ ABA ACDA ហើយនិងធនាគារ Wing បាទអូខេអញ្ចឹងបងប្អូនអាចធ្វើការដាក់សាច់ប្រាក់នៅធនាគារមួយក្នុងចំណោម3នេះតាមចំណង់ចំណូលចិត្តរបស់បងប្អូនណាបាទបន្ទាប់ពីបងប្អូនធ្វើការមាន deposit
បាទសាច់ប្រាក់ចូលហើយក្នុងគណៈនៃជួញដូរបងប្អូនបាទជាមានសាច់ប្រាក់បាទមានសាច់ប្រាក់អញ្ចឹងនៅពេលដែលយើងមើលវិភាគទៅលើទីផ្សារអាកាសទីផ្សារជាក់ស្ដែងបងប្អូនអាចធ្វើការបញ្ជាទិញឬក៏លក់បាទតាមរយៈ smartphone ឬក៏ទូរស័ព្ទដៃរបស់បងប្អូនបាទដោយមានការជួយប្រឹក្សាបង្ហាត់បង្ហាញដោយក្រុមការងារបាទឬក៏បុគ្គលិករបស់ក្រុមហ៊ុន Alpha យើងខ្ញុំបាទអញ្ចឹងយើងជ្រើសរើសនៅផលិតផលដែលយើងសមស្របសម្រាប់ការវិនិយោគបាទអញ្ចឹងបងប្អូននៅពេលដែលវិនិយោគធ្វើការជួញដូរអញ្ចឹងក្រុមហ៊ុន Alpha បាទអញ្ចឹងយើងនឹងបញ្ជូនការទិញលក់របស់បងប្អូនទៅក្រុមហ៊ុន CCP បាទដែលជាភាគីអ្នកទូទាត់បញ្ជាទិញឬក៏លក់របស់អតិថិជនក្រុមហ៊ុន Alpha បាទអញ្ចឹងអាជ្ញាប័ណ្ណ CCP បាទ Central Counterparty គាត់ទទួលបានអាជ្ញាប័ណ្ណពីខាងនាយកកម្មរបស់កម្ពុជាក្នុងនាមជាក្រុមហ៊ុនផាត់ទូទាត់បាទចំណេញខាតបាទជាមួយនឹងអតិថិជនបាទអញ្ចឹងដែលយើងបានសហការជាមួយនឹងក្រុមហ៊ុនភ្នំពេញ Derivative Exchange ដែលជាក្រុមហ៊ុន CCP ប្រចាំនៅក្រុមហ៊ុន Alpha Co-Future របស់យើងខ្ញុំឬក៏គាត់មានជា LP នៅខាងក្រៅប្រទេសទៀតបាទក្នុងការបញ្ជូន ticket របស់អតិថិជនរបស់ក្រុមហ៊ុន Alpha ទៅកាន់ទីផ្សារអន្តរជាតិបាទអញ្ចឹងសាច់ប្រាក់របស់បងប្អូនចង់បញ្ជាក់ថាត្រង់ចំណុចនេះគឺបាទអញ្ចឹងសំខាន់បាទអញ្ចឹងដាក់នៅផ្នែកងារទូទាត់សាច់ប្រាក់បាទដែលជាភាគីទី3ដែលគាត់ទទួលបានការអនុញ្ញាតពីខាងនាយកកម្មរបស់កម្ពុជាបាទហើយក៏ដូចជាតកតងទៅនឹងការជួញដូរអញ្ចឹងចង់បញ្ជាក់ថាអាជ្ញាប័ណ្ណក្រុមហ៊ុន Alpha គឺយើងគ្រាន់តែជាឈ្មួញកណ្ដាលតែប៉ុណ្ណោះបងប្អូនបាទអញ្ចឹងយើងជាឈ្មួញកណ្ដាលអញ្ចឹងយើងនឹងបញ្ជូនការទិញលក់របស់បងប្អូនបាទបាទការ trading របស់បងប្អូនទៅកាន់ហៅថា CCP បាទដែលយើងអាចហៅថាជាទីផ្សារអន្តរជាតិក៏បានណាបាទអូខេអញ្ចឹងរាល់ការទូទាត់បាទចំណេញឬក៏ខាតបរទេសជនគឺជាមួយនឹងខាង CCP នឹងឯងបាទអូខេហើយត្រង់ចំណុចនេះបាទអញ្ចឹងដោយឡែកសម្រាប់ Alpha យើងខ្ញុំយើងជាឈ្មោះកណ្ដាលអញ្ចឹងយើងអត្ថប្រយោជន៍របស់យើងគឺយើងបានមកបាទឆាច commission បាទអញ្ចឹង commission តិចតួចពីអតិថិជនបាទក្នុងនាមយើងជាក្រុមហ៊ុនប្រឹក្សាបាទសម្រាប់រម៉ាំងទី3ហើយនិងទី4បាទខ្ញុំនៅវីដេអូទី2នេះគឺខ្ញុំសូមបិទបញ្ចប់ត្រឹមតែប៉ុណ្ណឹងបាទអញ្ចឹងយើងនឹងជួបគ្នានៅរម៉ាំងទី5និងទី6បាទដែលជាវីដេអូចុងក្រោយបាទខ្ញុំសូមបញ្ជាក់ថានៅមិនថាវីដេអូទី1មិនថាវីដេអូទី2បាទអញ្ចឹងការចែកម្លែកការធ្វើវីដេអូរបស់ខ្ញុំបាទនេះគឺមានលក្ខណៈសង្ខេបបាទអញ្ចឹងហើយសង្ខេបហើយក៏យើងសម្ដៅទៅលើអតិថិជនថ្មីបាទដែលគាត់មិនទាន់បានមានបទពិសោធន៍ឬក៏បងប្អូនមួយចំនួនដែលគាត់ធ្វើការជួញដូរហើយប៉ុន្តែគាត់អត់ទាន់បានស្វែងយល់ពីនីតិវិធីច្បាប់ច្បាស់លាស់បាទអញ្ចឹងបងប្អូនអាចបាទខ្ញុំជឿថាអាចជាជំនួយខ្លះទៅកាន់បងប្អូនបាទហើយសម្រាប់វីដេអូបាទអញ្ចឹងមិនលំអិតឬក៏បងប្អូនមិនទាន់បានស្វែងយល់ឬក៏បាទខ្វះខាតចំណុចណាបាទអញ្ចឹងសូមខន្តីអភ័យទោសបាទហើយខ្ញុំជឿជាក់ថាការចែករំលែករបស់ខ្ញុំបាទនេះបាទអញ្ចឹងចង់ឲ្យយើងធ្វើការជួញដូរនៅឧបករណ៍ហិរញ្ញវត្ថុជាមួយទីផ្សារហិរញ្ញវត្ថុអន្តរជាតិបាទធ្វើទៅតាមគ្រប់ទៅតាមច្បាប់ត្រឹមត្រូវបាទអញ្ចឹងដើម្បីប្រការឬក៏ការពារនៅដើមទុនរបស់បងប្អូនឲ្យមានសមត្ថភាពបាទអញ្ចឹងជៀសវាងនៅបាទមានបញ្ហានៅពេលអនាគតបើសិនជាយើងធ្វើការមិនបានធ្វើការជួញដូរជាមួយនឹងក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណឬក៏សាច់ប្រាក់ហ្នឹងបាទมันបានទុកបាទដាក់ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ទេបាទអញ្ចឹងសម្រាប់វីដេអូទី2របស់ខ្ញុំបាទសម្រាប់ពេលនេះបាទសូមបញ្ចប់ត្រឹមពេលនេះប៉ុណ្ណឹងបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់ស្វែងយល់ឬក៏ចង់យល់ដឹងពីព័ត៌មានលម្អិតបាទពីសេវាកម្មពីផលិតផលក្រុមហ៊ុន Alpha របស់ខ្ញុំបាទអញ្ចឹងបងប្អូនអាចធ្វើការតាក់ទងមកកាន់ page របស់ក្រុមហ៊ុន Alpha បាទឬក៏បាទលេខទូរស័ព្ទរបស់ខ្ញុំបាទអញ្ចឹងក្រុមការងារនឹងបញ្យល់បាទលម្អិតបាទទៅកាន់បងប្អូនទាំងអស់គ្នាមុននឹងសម្រេចចិត្តធ្វើការបើកគណនីឬក៏វិនិយោគបាទអូខេអញ្ចឹងសម្រាប់ពេលនេះខ្ញុំ Mr. Song បាទសូមគោរពជម្រាបលាបាទហើយជួបគ្នាឆាប់នៅវីដេអូទី3ដែលជាវីដេអូចុងក្រោយអំពីបាទយុទ្ធសាស្ត្រនៃការជួញដូរឬក៏វិភាគព័ត៌មានសេដ្ឋកិច្ចផ្សេងៗបាទអរគុណបាទជម្រាបលា